សាច់គេឡើងតុនដាក់ចូលមាត់ឡើងឈ្ងុយហើយមេក្តៅអញ្ចឹងត្រូវមែនតែនជាពិសេសអ្នកដែលមានលក់ភេសជ្ជៈកុំភ្លេចធ្វើលក់នៅមុខតុខ្លួនឯងដឹងតែដាច់ហើយដាំតុនតិចទៀតទឹក 1200 ml ដាក់ឲ្យពុះហើយខ្ញុំដាក់តែចូលទៅនឹង6សភាហើយគ្របវាទុកបិទង្កះគ្របវាទុកឲ្យប្រហែលជា10នាទីហើយយកវាមកចាក់ទឹកដោះគោខាប់ My Boy នេះក្នុងមួយកំប៉ុងវាហ្នឹង370 ក្រាមអញ្ចឹងខ្ញុំដាក់មួយកំប៉ុងហ្នឹងអស់ជាមួយនឹងទឹកដែលខ្ញុំវាស់ហើយអានេះទឹកដោះគោស្រស់ My Boy ហ្នឹងគឺខ្ញុំដាក់មួយកំប៉ុងដូចគ្នាសាវចាហួយ3ស្លាបព្រាហើយយើងកូរចូលគ្នាឲ្យសព្វប្រហែលជា5នាទីឲ្យប្រកាសថាម្សៅរបស់យើងហ្នឹងរលាយហើយយើងបើកភ្លើងកូររហូតដល់មកពុះបែបនេះបិទង្កះទុកមកស្ទុះយើងយកមកច្រកចូលកែវពេលដាក់ក្នុងភ្លើងហ្នឹងគឺយើងកូររហូតអត់កូរអត់បានទេណាខ្លាចវាកកបាតឬក៏វារឹងបាតខ្លោចបាតអីអញ្ចឹងទៅហើយយើងច្រកដាក់ចូលក្នុងកែវយើងយកទៅទុកក្នុងទូទឹកកកម្លងពេលទុកក្នុងទូទឹកកខ្ញុំមកធ្វើទឹកស្រោចពីលើទឹកដោះគោខាប់ My Boy ហ្នឹង50ក្រាមហើយទឹកដោះគោស្រស់ My Boy ហ្នឹង200ក្រាមកូររហូតតតែសព្វបងចាំមើលពេលខ្ញុំធ្វើហើយខ្ញុំយករូបថតដែលខ្ញុំធ្វើជាមួយនឹងទឹកដោះគោ My Boy ហ្នឹងទៅ comment នៅក្នុង page ទឹកដោះគោ My Boy មានឱកាសឈ្នះម៉ាស៊ីនដុតម៉ាស៊ីនអាំងនំប៉័ងពេងអេឡិចត្រូនិកកំសៀវអគ្គិសនីចំណេញខ្លាំងណាបងទិញមកប្រើហើយបានមានឱកាសលេងហ្គេមទៀតហើយលទ្ធផលគេប្រកាសថ្ងៃទី12ខែមេសាឆ្នាំ2025យើងណារក page My Boy អត់ឃើញនេះ page My Boy